Group ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនិមន្តអង្គវមតិបងប្អូនចូល2អង្គហើយតិចទៀត2អង្គទៀតបងប្អូនសាងពីឆ្អឹងខ្លា2អង្គឯ4អង្គ4អង្គសាងពីឆ្អឹងខ្លារបស់ចាស់យកមកឆ្អឹងខ្លាឡើងក្រហមដូចគ្នាហ្នឹងបងប្អូនតែឆ្អឹងដំរីនេះរៀងធំជាងលើកមុនតិចឃើញបងគាត់នៅក្នុង YouTube គាត់សាសួរដែរដល់អញ្ចឹងក៏ស្វែងរក2អង្គទៀតសាងពីឆ្អឹងដំរីបងប្អូនឆ្អឹងដំរីរៀងធំជាងមុនតិចនេះសាងពីអីបងប្អូនបោះចាស់ដូចជាស្នែងឆ្លុះចឹងហ្នឹងបងប្អូនបោះចាស់ចិត្តដៃបើអង្គចែដំរីស្រោបនោះបងនៅខាងច្បារអំពៅយកបាត់ហើយបងប្អូនគាត់យកបាត់ហើយនៅសល់តែអង្គសមាធិនេះមួយអង្គហើយនឹងអង្គឲ្យអភ័យនេះមួយអង្គបងប្អូនវាពណ៌វាឃើញពណ៌ទុំឥឡូវលេងរបស់ទូចវិញលេងរបស់ទូចតោះចាស់ចិត្តដៃមិនសូវស្អាតទេបងប្អូនចិត្តដៃកញ្ឆេងកឈូនឆាញតិចទៀតបានចូល4អង្គទៀតសាងពីឆ្អឹងខ្លាប៉ិនគ្នាតែគ្រាន់តែថាវាពណ៌វាមើលទៅទុំបងប្អូនទុំរបស់ចាស់ពីមុនមកបងប្អូនណាស្រឡាញ់ព្រះអង្គកវាមតិនេះអាចសាកសួរបានបងប្អូនអាចសាកសួរបានឆ្អឹងដំរីបងប្អូនឆ្អឹងដំរីយុកាប្រហែលជា10-20ឆ្នាំដែរថា10ឆ្នាំចុះចំនួនចិត្តដៃមិនតន់ទំនើបមានប៉ុណ្ណឹងចុះបងប្អូនជម្រាបលាចាំមើល4អង្គទៀតចាំមើលអូនដាក់រូបឲ្យបងប្អូនមើល4អង្គទៀតឃើញបងប្អូនណាត្រូវការអីបតោងក្បាលមតិអីនេះអង្គក្បាលមតិបិទមុខនេះកដៃនេះថ្លាដែរតែបងប្អូនតែវាមិនអីចម្លែកទេបងប្អូនវាថ្លាវាតែងតែធម្មតាបងប្អូនបើអង្គអីគេអង្គសាងពីខ្នាយអីចែដំរីនោះអូនលើកទៅវារៀងចុកដៃដោយសារតែវារៀងស្រាលបន្តិចវាស្រាលមិនចំស្រាលធ្ងន់មិនចំធ្ងន់ដល់ពេលកាន់យូរទៅវារៀងចុកដៃមានប៉ុណ្្នឹងចុះបងប្អូនជម្រាបលា